បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាបាទអញ្ចឹងក៏ជាបន្តក៏សូមមកបត់ទៀតបាទបត់តាកតងនឹងទូកងោរបស់យើងបាទស្រឡាញ់ណាស់បាទទូកងោរបស់យើងបាទស្រឡាញ់ខ្លាំងបាទអញ្ចឹងក៏គ្មានអ្វីទេមានតែច្រៀងបត់ទូករបស់យើងបាទដើម្បីអីដើម្បីលើកដំកើងលើកសរសើរដើម្បីឲ្យបងប្អូនបាទមិនថាទីណាទេបាទឲ្យបែបគ្រប់គ្រងវិស័យទូកងោទាំងអស់គ្នាបាទជាពិសេសគឺទូកងោសវណ្ណរាជសីបារមីបន្ទាយមហានគររបស់យើងបាទដែលស្ថិតនៅក្នុងឃុំកុយម៉ែងបាទស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យរបស់យើងបាទហើយចំណោះទូកមានកុយម៉ែងស្ទឹងចាស់បាទកសាងថ្មីអីទាំងអស់នឹងបាទច្រើនបាទហើយនឹងហ្វែនបាទទូទាំងខេត្តក៏ដូចជាទូទាំងបាទអ្នកដែលស្គាល់ទូកងោបាទសវណ្ណរាជសីបារមីបន្ទាយមហានគរយើងនេះបាទអញ្ចឹងក៏សូមអញ្ជើញបាទរាយបាទហើយខុសត្រូវអីកុំប្រកែប្រកាន់ព្រោះអីខ្ញុំច្រៀងក៏មិនព្រោះដែរបាទជាអ្នកលក់បបរគុយទាវទេបាទមិនមានជាអ្នកចម្រៀងអីទេបាទដូចថានិស័យខ្ញុំចូលចិត្តបទចម្រៀងពេកក៏ចេះតែច្រៀងទៅបាទខុសត្រូវបាទអញ្ចឹងក៏សូមខន្តីអភ័យទោសដល់សំណាក់បងប្អូនទាំងអស់គ្នាផងបាទអញ្ចឹងសូមអញ្ជើញទស្សនាការស្ដាប់របស់ខ្ញុំបាទការច្រៀងរបស់ខ្ញុំបាទអរគុណច្រើនបាទឈើជយោសវណ្ណរាជសីបារមីបន្ទាយមហានគរទូកងោបងឈ្មោះល្បីសវណ្ណរាជសីមហានគរល្វត់ល្វន់ទុនដូចកែណល្វត់ល្វន់ទុនដូចកែណកៃឡាក៏អ៊ំហូស្រស់ដៃទូកសវណ្ណរាជសីបារមីបន្ទាយមហានគរល្បឿនលឿនដូចរន្ទះតែងយកឈ្នះទួលជោគជ័យចំណោះសាមគ្គីស្មារតីរៀបចំថ្មីដើម្បីប្រណាំងទូកសវណ្ណរាជសីបារមីបន្ទាយមហានគរច្រវាចាក់ស្រងសន្ទុះអស់បោះពួយកំឡាំងស្វាហាប់ឆាប់ដល់ទីតាំងព្រះទីនាងកងពន់ស្គរជ័យទូកសវណ្ណរាជសីបារមីបន្ទាយមហានគរជើងោបងឈ្មោះល្បីសវណ្ណរាជសីមហានគរល្វត់ល្វន់ទុនដូចកែណកៃឡាក៏អ៊ំហូស្រស់ដៃទូកសវណ្ណរាជសីបារមីបន្ទាយមហានគរល្បឿនលឿនដូចរន្ទះតែយកឈ្នះទួលជោគជ័យចំណោះសាមគ្គីស្មារតីរៀបចំថ្មីដើម្បីប្រណាំងទូកសវណ្ណរាជសីបារមីបន្ទាយមហានគរច្រវាចាក់ស្រងសន្ទុះអស់បោះពួយកំឡាំងស្វាហាប់ឆាប់ដល់ទីតាំងព្រះទីនាងកងពន់ស្គរជ័យទូកសវណ្ណរាជសីបារមីបន្ទាយមហានគរខ្ញុំបាននឹងរៀនសរសេរបទចម្រៀងដូចជានិពន្ធបទចម្រៀងដើម្បីទូកងោរបស់យើងជាបន្តទៀតបាទដើម្បីទុកឆ្នាំក្រោយបាទអរគុណច្រើនបងប្អូនបាទ